ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងម៉ួយរបស់ Cooking with My Mom ថ្ងៃនេះមកបង្ហាញបងប្អូននៅរបៀបធ្វើទឹកស្ករខ្ញីដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយទឹកស្ករខ្ញីនេះផងដែរគឺយើងធ្វើសម្រាប់ញ៉ាំជាមួយនឹងតាហ៊ូបងប្អូនហើយបើសិនជាបងប្អូនចង់ញ៉ាំតាហ៊ូផេករបស់យើងខ្ញុំគឺមានលក់តាហ៊ូថ្មីរាល់ថ្ងៃតែម្ដងមួយឈុតហ្នឹងតម្លៃតែ 4,000 រៀលទេបងប្អូនមានតាហ៊ូមានទឹកស្ករជាមួយនឹងទឹកដោះគោស្រស់និយាយពីសាច់តាហ៊ូវិញគឺថាតុនល្មើយត្រូវជាមួយនឹងទឹកស្ករថ្មីបងប្អូនឈ្ងុយឆ្ងាញ់មែនទែនចឹងកម្រងចាំយើងមកទស្សនាពីរបៀបធ្វើនិងគ្រឿងផ្សំជាមួយនឹង admin ទាំងអស់គ្នាចំពោះខ្ញីហ្នឹងបងប្អូនដាក់តាមចំណូលចិត្តទៅចង់ដាក់តិចដាក់ច្រើនតាមចំណូលចិត្តហើយបងប្អូនត្រូវជ្រើសរើសយកខ្ញីដែលថ្មីស្រស់ទើបមានក្លិនឈ្ងុយហើយវាអត់សាញណាបងប្អូនបើសិនជាយកខ្ញីដែលសល់ខ្ញីចាស់ខ្ញីយូរចឹងអត់ឈ្ងុយទេហើយដើមវាហ្នឹងមើមវាហ្នឹងគឺសាញមែនតែនយើងញ៉ាំទៅអត់ឆ្ងាញ់ទេចឹងជ្រើសរើសខ្ញីដែលថ្មីហើយខ្ចីល្មមចឹងណាបងប្អូនចិត្តសបកវាស្អាតលាងទឹកឲ្យស្អាតហើយចិត្តតឹងបែបនេះបងប្អូនចិត្តជាប្រទេសស្ដាងហើយគ្រឿងផ្សំរបស់យើងមានតែប្រហែលមុខទេគឺមានខ្ញីមានស្លឹកតើយស្ករក្រហមកន្លះគីឡូគឺជ្រើសរើសយកស្ករថ្មីបងប្អូនគឺវាមានក្លិនឈ្ងុយស្ករសកន្លះគីឡូជាមួយនឹងទឹកកន្លះលីត្រចឹងបងប្អូនដាក់ស្ករសដាក់ស្ករត្នោតចូលគ្នាអញ្ចឹងមកប្រើទឹកស្អាតកន្លះលីត្រហើយដាក់អំបិលមួយចុងស្ពាយកាហ្វេទៅបងប្អូនហើយបងប្អូនចាក់ទឹកចូលចឹងមកបើកភ្លើងហឹមល្មមហើយយើងកូរឲ្យគ្រឿងផ្សំរបស់យើងស្ករត្នោតស្ករសហ្នឹងវារលាយចូលគ្នាអញ្ចឹងណាហើយបងប្អូនងាស់តិចបានដែរបើសិនជាចង់បានខាប់ងាស់យ៉ាងយូរអញ្ចឹងទៅបើសិនជាអត់ចង់បានខាប់ខ្លាំងទេបងប្អូនងាស់មកល្មមអញ្ចឹងទៅដល់ពេលដែលទឹកស្កររបស់យើងពុះអញ្ចឹងយើងបន្ថយភ្លើងតិចណាបងប្អូនហើយបងប្អូនអាចដាក់ស្លឹកតើយចូលអញ្ចឹងមកហើយរងាស់វាបន្តទៀតទៅនាងខ្ញុំងាស់ប្រហែលជា15ទៅ20នាទីបងប្អូនក្នុងកម្រិតភ្លើងជាមធ្យមផងដែរហើយបងប្អូនមើលថាទឹកខ្ញីរបស់យើងហ្នឹងល្មមនឹងបងប្អូនពេញចិត្តហើយចាំបងប្អូនដាក់ខ្ញីចូលហើយកុំភ្លេចឌីពពុះខាងលើចោលណាបងប្អូនពពុះហ្នឹងគឺវាមានមកជាមួយនឹងស្ករត្នោតយើងហ្នឹងបងប្អូនអាចថាមានសម៉ោចមានអីចឹងណាចឹងយើងដួសចេញទៅហើយបងប្អូនបន្តល្ងស់រ៉ិចអញ្ចឹងណាបើសិនជាបងប្អូនគិតថាខាប់ល្មមនឹងបងប្អូនចូលចិត្តហើយចាំយើងដាក់ខ្ញីចូលចំពោះខ្ញីយើងអត់រងាស់យូរទេបងប្អូនយើងរងាស់ប្រហែលជា5នាទីអីបានហើយបើសិនជារងាស់យូរខ្ញីរបស់យើងនឹងស្វិតអត់ឆ្ងាញ់ទេហើយបងប្អូនដាក់ចុះទុកឲ្យត្រជាក់ចឹងមកដាក់នៅក្នុងកន្លកែវណាហើយដាក់ទូទឹកកកបងប្អូនហើយដាក់បានយូរណាស់យូរដល់1ខែ2ខែគាត់ខូចដែរឲ្យតែបងប្អូនហ្នឹងរក្សាទុកទូទឹកកកបើយើងទុកនៅខាងក្រៅវាអត់សូវបានយូរទេវាងាយនឹងដុះផ្សិតនឹងធុងក្លិនជូរបើសិនជាយើងងាស់វាអត់ដាច់ទឹកចឹងហើយបងប្អូនងាស់វាមកល្មមតឹងទៅបងប្អូនដាក់ទូទឹកកកបានវានៅក្តៅអញ្ចឹងគឺមើលទៅដូចរាវបងប្អូនដល់ពេលដែលចុះត្រជាក់ហើយយើងដាក់ក្នុងទូទឹកកកអញ្ចឹងគឺទឹកស្កររបស់យើងខាប់ហើយរសជាតិឈ្ងុយឆ្ងាញ់មែនតែនអញ្ចឹងវិធីធ្វើទឹកស្ករខ្ញីរបស់នាងខ្ញុំគឺបានរួចរាល់ហើយបងប្អូនអរគ្នាបើសិនជាចង់ញ៉ាំតាហ៊ូទឹកខ្ញីស្ករកុំភ្លេចកំងពីពេករបស់យើងខ្ញុំទាំងអស់គ្នាណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណា